អាយុដំនាយឧត្តមសេនីយ៍អភិសន្តិបណ្ឌិតនិងលោកជំទាវនាំភាពកក់ក្ដៅនឹងធម្មពលអង្គអាចពីសម្ដេចធិបតីទៅគាំទ្រនគរបាលការពារព្រំដែននៅតំបន់មុំបីអាយុដំនាយឧត្តមសេនីយ៍អភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវកែសុនសុភីសសុខានាព្រឹកថ្ងៃទី11ខែមិថុនាឆ្នាំ2025នេះបានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃចុះសួរសុខទុក្ខលើកទឹកចិត្តនិងផ្ដល់ការគាំទ្រស្បៀងអាហារសម្ភារៈនិងថវិកាដល់នគរបាលការពារព្រំដែនដែលបាននឹងកំពុងឈរជើងបំពេញតួនាទីនិងភារកិច្ចការពារដែនអធិបតេយ្យភាពជាតិជាមួយកងយុទ្ធពលខេមរៈភូមិន្ទតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានេះបើតាមលោក រេន រតនៈជំនួយការនិងជាអ្នកនាំពាក្យអាយុដំអភិសន្តិបណ្ឌិតពិធីសម្ដែងសម្ដាលបានធ្វើឡើងនៅបរិវេណទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ105ស្ថិតនៅភូមិសែនតេជះឃុំមរកតស្រុកជាំខ្សានខេត្តព្រះវិហារក្បែរតំបន់មុំបីព្រំដែនកម្ពុជាថៃនិងឡាវដោយក្នុងឱកាសនោះអាយុដំនាយឧត្តមសេនីយ៍ខេងសូមេតអគ្គស្នងការរងនគរបាលជាតិនិងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី3ទី4និងទី5បានថ្លែងអំណរគុណអាយុដំនាយឧត្តមសេនីយ៍អភិសន្តិបណ្ឌិតនិងលោកជំទាវដែលតែងតែផ្ដល់ការគាំទ្រលើកទឹកចិត្តនិងផ្ដល់ភាពកក់ក្ដៅគ្រប់បែបយ៉ាងដល់នគរបាលការពារព្រំដែនក្នុងឱកាសនោះអាយុដំនាយឧត្តមសេនីយ៍អភិសន្តិបណ្ឌិតបាននាំសេចក្តីផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ដែលបាននឹងកំពុងអនុវត្តនៅបទបញ្ជាសហការការពារជាដាច់ខាតដែនអធិបតេយ្យភាពជាតិនិងបានថ្លែងចាត់ទុកបេសកកម្មនគរបាលការពារព្រំដែនជាពិសេសក្នុងកលៈទេសៈរងការប៉ុនប៉ងឈ្លានពានពីកងទ័ពថៃនាពេលនេះជាការបញ្ជាក់នៅស្មារតីប្រកៀកស្មារយ៉ាងរឹងមាំនៃកងកម្លាំងរបស់ជាតិដូចគ្នានឹងស្មារតីរួបរวมគ្នាគ្រប់គ្រងរាជរដ្ឋាភិបាលរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសអាយុដំនាយឧត្តមសេនីយ៍អភិសន្តិបណ្ឌិតបានមានប្រសាសន៍ថារាជរដ្ឋាភិបាលនិយាយជារួមនិងដោយឡែកក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការរួមទាំងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិនិងស្នងការដ្ឋាននគរបាលគ្រប់រាជធានីខេត្តបានសហការកិត្តគូប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ដើម្បីគាំទ្រជំនួយស្បៀងអាហារសម្ភារៈដល់នគរបាលការពារព្រំដែនជាក់ស្ដែងចុងក្រោយនេះស្នងការដ្ឋាននគរបាលខេត្តកំពតរាជធានីភ្នំពេញនិងនៅថ្ងៃនេះដែរស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុក៏បាននឹងកំពុងនាំមកនៅជំនួយគាំទ្រជាច្រើនផងដែរជាការកត់សម្គាល់អាយុដំនាយឧត្តមសេនីយ៍អភិសន្តិបណ្ឌិតបានចែករំលែកព័ត៌មានសំខាន់ៗអំពីសភាពការនៅក្នុងប្រទេសថៃដែលពេលនេះបាននឹងកំពុងមានភាពរញ៉េរញ៉ៃនិងកំពុងព្យាយាមបង្វែរសភាពការដ៏ស្មុគស្មាញនៅផ្ទៃក្នុងប្រទេសរបស់ខ្លួនមកបង្កើតជាព្រឹត្តិការណ៍នាំឲ្យមានការប្រឈមមុខដាក់គ្នាតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជាក្នុងស្ថានភាពប្រែប្រួលគ្រប់ពេលវេលារបស់ភាគីថៃអាយុដំនាយឧត្តមសេនីយ៍អភិសន្តិបណ្ឌិតបានដាក់បទបញ្ជាផ្ទាល់ដល់ថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់បន្តបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលានិងត្រៀមលក្ខណៈឆ្លើយតបប្រកបដោយភាពម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំទោះបីជាអាកាសធាតុនៅតំបន់មុំបីមានភ្លៀងរលឹមឥតដាច់ទាំងយប់ទាំងថ្ងៃនិងទាំងក្នុងឱកាសនៃការប្រារព្ធពិធីសម្ដែងសម្ដាលប៉ុន្តែកម្លាំងនគរបាលការពារព្រំដែនដែលបានចូលរួមในឱកាសនោះបានទទួលនូវថាមពលផ្លូវចិត្តប្រកបដោយភាពកក់ក្ដៅនិងស្មារតីកាន់តែអង់អាចក្លាហានលោកបន្តថាក្នុងបរិយាកាសប្រកបដោយភាពជឿជាក់និងមោទនភាពនោះដែរអាយុដំនាយឧត្តមសេនីយ៍អភិសន្តិបណ្ឌិតក៏បានប្រកាសជំនួយគាំទ្រដែលនាំមកជូនในឱកាសនេះក្នុងនោះក៏រួមទាំងជំនួយពីសម្ដេចក្រឡាហោមសខេងអតីតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងលោកជំទាវផងដែរ